ខ្ញុំរស់នៅដោយច្បាប់សាមញ្ញចំនួន3អត្ថបទ rule ស្នេហាត្រូវការសកម្មភាពការជឿទុកចិត្តត្រូវការផុសតាងសូមអភ័យទោសត្រូវការផ្លាស់ប្ដូរច្បាប់ទាំង3នេះគឺជាការរំលឹកដ៏មានអានុភាពថាទំនាក់ទំនងមិនថាស្នេហាឬគ្រួសារទាមទារការខិតខំប្រឹងប្រែងការបដិញ្ញាចិត្តនិងការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធច្បាប់ទី1ស្នេហាត្រូវការសកម្មភាពបង្ហាញថាស្នេហាមិនមែនគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះទេប៉ុន្តែជាជម្រើសដែលទាមទារការខិតខំប្រឹងប្រែងនិងការលះបង់វាមិនគ្រប់គ្រាន់ក្នុងការនិយាយដោយសាមញ្ញថាខ្ញុំស្រឡាញ់អ្នកយើងក៏ត្រូវការបង្ហាញវាតាមរយៈសកម្មភាពរបស់យើងផងដែរថាតើវាបង្ហាញតាមរយៈកាយវិការតូចតាចកាយវិការស្នេហាដ៏ធំឬគ្រាន់តែមានវត្តមាននិងការគ្រប់គ្រងច្បាប់ទី2ការជឿទុកចិត្តត្រូវការផុសតាងបង្ហាញពីសារៈសំខាន់នៃការជឿទុកចិត្តលើទំនាក់ទំនងណាមួយការជឿទុកចិត្តមិនមែនជាអ្វីដែលអាចត្រូវបានទាមទារឬរំពឹងទុកនោះទេវាត្រូវបានទទួលបានតាមរយៈអាកប្បកិរិយាជាប់លាប់និងការតាមដានតាមរយៈការបដិញ្ញាចិត្តនៅពេលដែលនរណាម្នាក់បង្ហាញថាខ្លួនគេគួរឲ្យទុកចិត្តយើងអាចចាប់ផ្ដើមបង្កើតទំនាក់ទំនងដ៏រឹងមាំនិងធន់ជាងមុនច្បាប់ទី3ការអភ័យទោសត្រូវការផ្លាស់ប្ដូរសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនួលខុសត្រូវនិងការរីកចម្រើនក្នុងទំនាក់ទំនងការនិយាយថាសុំទោសគឺមិនគ្រប់គ្រាន់ទេយើងត្រូវតែមានឆន្ទៈក្នុងការផ្លាស់ប្ដូរនិងធ្វើការឆ្ពោះទៅរកការព្យាយាមនិងការកសាងឡើងវិញនេះទាមទារឲ្យមានឆន្ទៈក្នុងការស្ដាប់រៀននិងរីករាយទាំងបុគ្គលនិងជាប្តីប្រពន្ធច្បាប់ទាំង3ខាងលើផ្ដល់នូវក្របខ័ណ្ឌដែលមានអានុភាពសម្រាប់ការកសាងនិងរក្សាទំនាក់ទំនងឲ្យមានសុខភាពល្អនិងបំពេញនៅទំនាក់ទំនងតាមរយៈការផ្ដល់អាទិភាពដល់សកម្មភាពផុសតាងនិងការផ្លាស់ប្ដូរយើងអាចបង្កើតទំនាក់ទំនងដែលរឹងមាំធន់និងបំពេញបានយ៉ាងពិតប្រាកដ